សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំសារធ្វើម្ដងទីជាមួយនឹងតុលា TV ហើយថ្ងៃហ្នឹងគឺពួកខ្ញុំទៅពលីយន្តហោះដើម្បីទទួលបងមេងត្រឡប់មកពីកាណាដាវិញដោយសារគាត់មកចូលឆ្នាំខ្មែរហើយគាត់មកលេងស្រុកខ្មែរចូលឆ្នាំខ្មែរហើយគាត់ត្រឡប់ទៅស្រុកគាត់វិញឥឡូវពួកយើងកំពុងធ្វើដំណើរទៅពលីយន្តហោះអូខេអញ្ចឹងទៅមុខទីតាមខ្ញុំថតអ្នកទាំងអស់គ្នាមើលទៀតសកម្មភាពរយៈពេល2យប់3ថ្ងៃនៅកំពង់ស្ពឺនៅផ្ទះសិតហើយអញ្ចឹងសកម្មភាពទាំងអស់ខ្ញុំដាក់ចូលទៅក្នុងវីដេអូមួយនេះរងចាំទស្សនាទាំងអស់គ្នាបាយបាយអូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងបានមកដល់ខេត្តហើយឥឡូវកំពុងតែជិះទៅផ្សារដើម្បីទិញបន្លែតិចតួចជាមួយនឹងម្ហូបដើម្បីញ៉ាំនឹងអីហ្នឹងញ៉ាំឲ្យជុំគ្នាអូខេទៅមុខទៀតខ្ញុំថតអ្នកទាំងអស់គ្នាមើលផ្សារនៅចិត្តម្ដុំនេះវាមិនជាផ្សារធំទេតែមានអីលក់គួរសមដែរវានៅចំពីមុខរោងចក្រនៅផ្ទះល្វែងហ្នឹងណាអញ្ចឹងបន្តទៅមុខទៀតខ្ញុំថតអ្នកទាំងអស់គ្នាមើលទៀតអូខេបាយបាទទាំងអស់គ្នាឥឡូវយើងបានទិញម្ហូបមួយចំនួនមកហើយគឺមុខម្ហូបប៉ុណ្ណេះខ្ញុំទិញសាច់គោកន្លះគីឡូហើយនឹងបន្លែទាំងអស់គ្នាដឹងថាម្ហូបពីគេថៃអត់ឃ្លីសាច់គោហើយគល់ក្រៃនេះគល់ក្រៃជាណាអូខេហើយមាននឹងក្រូចឆ្មាខ្ទឹមបារាំងម្ទេសអូខេអស់គ្នាទៅទៀតនឹងមកធ្វើម្ហូបឲ្យអ្នកនរគ្នាមើលហើយចាំជួបអ្នកនរគ្នាបាយតោះខ្ញុំ$1មិនអស់$កេះណាហើយខ្ញុំទិញឲ្យនេះភ្ញៀវមកលេងបើភ្ញៀវសំហូបហ្មងហ្នឹងមើលកងមកថៃកងចិត្តបោកគោអូខេក្រវ៉ាន់មានគ្នាឬមួយក្រវ៉ាន់មានគ្នាការវាទុកជាគូទៅហើយអអ្នកការក្រវ៉ាន់ការក្រវ៉ាន់មានបងបើក្រវ៉ាន់នាង
ស្ដីអ្នកទាំងអស់គ្នាពីយប់3ថ្ងៃបាក់កន្លងផុតទៅហើយយើងហត់ដោយសារថាអស់កម្លាំងយើងញ៉ាំមីយ៉ាហើយយើងច្រើនហើយអត់សូវបានគេងដោយសារតែផឹកដល់កណ្ដាលយប់អញ្ចឹងទៅយើងអស់កម្លាំងឥឡូវពួកយើងត្រឡប់ទៅភ្នំពេញវិញហើយអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាបានតាមដាន vlog របស់ខ្ញុំ See you bye bye